ในក្នុងវីដេអូនេះខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពីការ host website របស់យើងទៅលើ internet ដើម្បីឲ្យអ្នកដទៃឃើញ website របស់យើងអញ្ចឹងខ្ញុំមាន website មួយដែលខ្ញុំបានបង្កើតដោយប្រើប្រាស់4ភាសាមានដូចជា HTML CSS ហើយ JavaScript និង framework Bootstrap របស់ CSS អញ្ចឹងខ្ញុំបានសរសេរហើយ website មកហ្នឹងនេះជា website របស់ខ្ញុំនេះគឺជា website របស់ខ្ញុំនៅពេលដែលខ្ញុំចង់ host website របស់ខ្ញុំហ្នឹងទៅលើ internet ទី1ខ្ញុំត្រូវតែមាន GitHub អាហ្នឹងបើសិនជាអ្នកអស់ទាំងគ្នាចង់ host តាម GitHub ឬក៏អ្នកទាំងអស់គ្នាចង់ connect GitHub ជាមួយនឹង Vercel គេហៅថា platform Vercel ណាឬក៏អ្នកទាំងអស់គ្នាអាច host តាម Netlify ក៏បានដែរ Netlify គឺស្រួលតែម្ដងអ្នកទាំងអស់គ្នាគ្រាន់តែទាញ file អ្នកទាំងអស់គ្នាចូលទៅក្នុង website មួយហ្នឹងអ្នកទាំងអស់គ្នានឹងទទួលបានអញ្ចឹងម្ដងនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាអំពីការ host តាម Vercel អញ្ចឹងគាត់យើងចូល GitHub របស់យើងមកដោយសារខ្ញុំមាន account ហើយនៅក្នុង GitHub របស់ខ្ញុំបើអ្នកទាំងអស់គ្នាអត់មាន account ទេអ្នកទាំងអស់គ្នាអាចបង្កើតបានអញ្ចឹងយើងចូល home ហើយយើងយកពាក្យថា create repository ដើម្បីដាក់ file របស់យើងចូលយើងចង់បាន file យើងជា public ឬក៏ private យើងដាក់តាមហ្នឹងទៅអញ្ចឹងយើងដាក់ project name ឬក៏ file name របស់យើង repository name របស់យើងអញ្ចឹងខ្ញុំដាក់ឈ្មោះថា website ចឹងចុះ website ឬក៏ website ស្រីអញ្ចឹងជាដាក់ទៅហើយយើងចុចពាក្យថា create repository នៅពេលដែលយើងចុច create repository ហើយវាឲ្យយើង upload file របស់យើងអញ្ចឹងយើងអត់ចង់ប្រើ command ឬក៏ git base អីផ្សេងទេយើងចង់ upload file តែម្ដងអញ្ចឹងយើងយក upload an existing file យើង choose your file choose file ហើយយើងយកអា file ដែលយើងបានសរសេរមុនហ្នឹងយើងយក GitHub យើង host ចូលរបស់យើងមកយើងគ្រាន់ទាញចូលមកហ្នឹងមកនេះវាចាប់ផ្ដើម build e-commerce website ដែលឈ្មោះ file របស់យើងអញ្ចឹងវាចាប់ផ្ដើមទាញមានដូចជា file អីខ្លះមុនដំបូងចាប់ផ្ដើមទាញ image មាន logo របស់យើងមាន file របស់យើងអីខ្លះដែលយើងបានបង្កើតនៅក្នុងfolder របស់យើងមួយហ្នឹងអញ្ចឹងនៅពេលដែលយើងចុចហើយយើង complete ចុច commit change ផងដើម្បីបញ្ជាក់ commit change ហើយពង processing file របស់យើងហើយហ្នឹងនៅពេលដែលវាហើយអញ្ចឹងយើងចូល Vercel ម្ដង platform Vercel របស់យើងដើម្បី host ហ្នឹងជា public អញ្ចឹងនៅពេលដែលយើងចុច Vercel ហើយនេះយើង start deploy ឬក៏បើយើងអត់ទាន់មាន account ទេយើងអាចសាញមួយ account មកនេះខ្ញុំមាន GitHub អញ្ចឹងខ្ញុំសាញជាមួយនឹង GitHub ហ្នឹង Vercel មកនេះវាចាប់ផ្ដើម send មកកាន់ email របស់ខ្ញុំនេះយើង install GitHub ចូលក្នុងរបស់យើងអញ្ចឹងយើងយកឲ្យគេ repository អញ្ចឹង install យើងយកតាមរយៈ repository អញ្ចឹងអានេះគេឲ្យ white password